ហើយនេះគឺបេះបានល្ហុង2ល្ហុងដាំនៅជាការបងប្អូនគឺសដកវែងល្អឥឡូវយើងយកក្បិតយកមុខ2ក្បិតមុខ2មកចិត្តនេះធ្វើបុកល្ហុងញ៉ាំដងអានេះល្ហុងនេះដូចនេះចឹងបងប្អូនដូចការ៉ុតចឹងបងប្អូនដូចការ៉ុតដែរបងប្អូនឥឡូវចាំបើយើងចិត្តទាំងអស់គ្នាសិនឥឡូវយើងចិត្តបានមួយបងប្អូនឥឡូវចិត្តបានហើយបងប្អូនបាន2ហើយបាន2មើលគាត់ថែមមួយទៀតល្ហុងនេះហែងស្លូរៀងការ៉ុតថាច់ថៅអីចឹងបងប្អូនឥឡូវយើងកំពុងចិត្តបកវាបានហើយឥឡូវយើងកំពុងចាប់ដើមកាត់វាជាជំនាកនឹងហើយយើងក៏ចាប់ដើមយើងឈូសវាម្ដងបងប្អូនឥឡូវយើងឈូសបានដើមហើយបងប្អូនឈូសបានដើមបានចំណិតដើមបានល្អបងប្អូននេះបានប៉ុណ្ណឹងហើយនៅមួយជំនាកពីរជំនាកទៀតឥឡូវយើងហាំងយើងត្រាំទឹកយើងលក្ខណៈថានេះហើយអស់ហើយបងប្អូនចាំពីយើងយកទៅបុកនេះបងប្អូនល្ហុងរងនេះបងប្អូននេះគ្រឿងផ្សំម្ទេសតែដីជីហើយនឹងល្ហុងណាមានខ្ទឹមបើស្កប៊ីកេ7និងថៃមួយកង់ណាត់គ្រឿងផ្សំឥឡូវយើងបុកដើបងប្អូននេះបុកដើហើយបានខ្លះបងប្អូននេះមិនយកបុកចឹងទៅក៏បានដៃយើងគឺឆ្ងាញ់លេខ1ល្ហុងនេះហើយបានមកត្បាល់ទេបងប្អូននេះបុកបានមកត្បាល់ហើយនេះបងប្អូនបុកត្បាល់លើកទី5បុកបាននឹង4ត្បាល់នេះបុកលើកទី5បុកលើកទី5នេះបងប្អូនបុកល្ហុងហើយនៅលើគៀវចូលគ្រឿងមួយទេហើយបុកគ្រឿង7គ្រឿងអីម្ដងគ្រឿង7មកហិចcònបានជីទឹកបោកទឹកអីហ្នឹងឥឡូវយើងកំពុងតែបុកគ្រឿងដាក់សាច់ដាក់អីទឹកហុកទឹកអីទឹកកាពិទឹកអីបងប្អូនឥឡូវយើងធ្វើចាត់ការហើយឥឡូវរួចរាល់ហើយយើងក៏បុកឲ្យយើងចាប់ដើមមកច្បាច់ច្បល់បុកល្ហុងទីបងប្អូនបាច់ច្បល់វាបីចូលជាតិចូលជើសិនបងប្អូនជាមួយសាច់ថៃជាមួយអីបងប្អូនឥឡូវយើងចាប់ដើមច្បាច់ច្បល់បានចូលគ្រឿងហើយឥឡូវរួចរាល់ហើយបងប្អូនគឺថាគ្រប់គ្រឿងគ្រប់ជាតិគ្រប់ជើបងប្អូនណាគឺឆ្ងាញ់លេខ1ហ្នឹងបងប្អូនណាមកដៃយើងធ្វើមកមិញឥឡូវគឺបានផលជោគជ័យយើងចាំដួសចានយកទៅហូបបងប្អូនបើបានផ្លែមមួយស្រាលេខ1បងប្អូនតែមួយស្រាអែមហើយឆ្ងាញ់លេខ1ឥឡូវមួយចាននេះពេញបងប្អូនឆ្ងាញ់លេខ1យើងដាក់ជាមួយទឹកសៀងទឹកអីទឹកម្ទេសទឹកអីគឺថាឆ្ងាញ់ជាមួយម្ទេសទៀតម្រេចហើយទៀតគឺបិទបើជាតិលេខ1ហើយបងប្អូនជាតិលេខ1ហើយឆ្ងាញ់លេខ1ហើយអរគុណច្រើនបងប្អូនបានទស្សនាវីដេអូនេះតាំងពីដើមទីរហូតដល់ចប់បាយបាយជួបគ្នាវីដេអូក្រោយៗទៀតនៅ content ថ្មីៗ